ថ្ងៃនឹងមកសាកធ្វើជាមួយនឹងថ្នាំបដោះសក់ទឹកបដោះសក់ធម្មជាតិចឹងណាប្រទេសកតុយកពើមានពោតមានខ្ទឹមក្រហមមានអីចឹងយើងហាន់កង់ទូចមកចំណិតមកឥឡូវខ្ញុំហាន់រួចហើយបងប្អូនមានក្រូចសើចដាក់ក្រូចសើចទៀតក៏បានសម្រាប់ខ្ញុំអត់មានទេខ្ញុំដាក់តែ3មុខហ្នឹងបន្ទាប់មកយើងចាក់ទឹកស្មើកាកចឹងណាយើងដាក់វាម្លិចទៅចាដាក់វាម្លិចហើយយើងចាប់ផ្ដើមល្ងាស់វាឲ្យគ្រប់1ម៉ោងឬក៏លើស1ម៉ោងក៏បានដែរបើបងប្អូនមានពេលកាន់តែយូរកាន់តែល្អព្រោះអីទឹកវាខាប់ល្អយើងអាចយកទៅលាយជាមួយសាប៊ូជាមួយអីចឹងណាសម្រាប់ទឹកនេះគឺខ្ញុំស្ងោររយៈពេល1ម៉ោងហើយវាចាប់ផ្ដើមខាប់ខ្លះហើយព្រោះអីជាតិផ្ទុយកពើវាចេញមកវាតាយចឹងណាហើយយើងកក់ជាមួយសាប៊ូលាយជាមួយសាប៊ូកក់បដ ாய் ទាំងហើយយើងព្យាយាមធ្វើរបស់ធម្មជាតិប្រើប្រាស់ខ្លួនឯងទៅខ្លាចលុយដោះសក់ដោះអីដោយតែគេថាអញ្ចឹងណាឥឡូវនេះខ្ញុំដាក់រងាស់វាបន្ត